ថ្ងៃទី11ខែ11ឆ្នាំ2025ការវិភាគតារាងប្រចាំថ្ងៃរបស់យ៉ាវសញ្ញាទិញខ្លាំងលើសមកនឹងអបDow Jones បានបើកទីផ្សារនៅ 45,379.5 ហើយបច្ចុប្បន្នកំពុងជួញដូរលើសអបនឹងមក 45,271.0 ដែលមានការគាំទ្រពីម៉ា30 45,046 បញ្ជាក់ថាមានទិសឡើងខ្លី Short-term bullish ការឡើងវិញពីការលក់មុននេះត្រូវបានគាំទ្រដោយបន្ទះខ្សែពណ៌បៃតងបង្ហាញថាអ្នកទិញធំ Boys កំពុងត្រឡប់មកវិញ Cash ដែលនៅស្ថានភាពធម្មតា Neutral បង្ហាញថាតម្លៃកំពុងមានមូលដ្ឋានស្ថិតស្ថេរមុនពេលឡើងបន្ថែមតំបន់ Strong Buy នៅចន្លោះមកនឹងអបហើយណាតម្លៃនៅលើតំបន់នេះទីដៅនៅតែឡើង Bullish គោលដៅបន្ទាប់គឺ XOL 45,361.1 និង Casable 45,524.7 ដែលនៅជិត Pivot 1 45,760.2 ជាតំបន់ធនសំខាន់រយៈពេលមធ្យមមេ30 45,046 នៅតែគាំទ្រជាផ្នែកសំខាន់នៃទិសឡើងប្រសិនបើតម្លៃបិទក្រោមមេ30អាចមានការធ្លាក់ត្រឡប់ទៅ Pivot 2 45,287.7 ប៉ុន្តែទិសដៅសរុបនៅតែឡើងស្បែកជំនួយការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនត្រូវបានចាត់ទុកជាដំបូន្មានហិរញ្ញវត្ថុទេ